ការចរចាទ្វេភាគីឬក៏ជាការចរចាដើម្បីបញ្ចប់វិវាទនៃចំនួនកម្ពុជានិងថៃឈានទៅដល់ការបើកព្រំដែនជំរុញឲ្យមានចរន្តសេដ្ឋកិច្ចអីឡើងវិញលក្ខណៈហ្នឹងគឺលោកហ៊ុនសែនបានប្រកាសឲ្យថានឹងរងចាំរហូតដល់មានរដ្ឋាភិបាលថៃថ្មីណានិយាយឲ្យស្រួលស្ដាប់ថាមាននាយករដ្ឋមន្ត្រីថ្មីឡើងមកអានោះបាននីតិវិធីក្នុងការចរចាទ្វេភាគីហ្នឹងនឹងកើតឡើងអ្វីដែលជាចង់បើកវងកញ្ចក់ចំណុចត្រង់នេះជូនដល់បងប្អូនថាបើសិនជាបងប្អូនបានស្ដាប់show ដែលខ្ញុំបានបង្ហាញកន្លងមកនៅប្រធានបទទី4ទី5នោះយើងឃើញហើយថាសំណួរសួរថាតើអ្នកណានឹងក្លាយទៅជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោកស្រីផៃថងថាននេះជាសំណួរមួយដែលយើងបងប្អូនខ្មែរប្រហែលជាចង់ដឹងដែរហើយខ្ញុំខ្លួនឯងផ្ទាល់មិនដឹងទេថាតើអ្នកណាឬក៏អិសរាជជនថៃណានឹងក្លាយទៅជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោកស្រីផៃថងថានលោកស្រីផៃថងថានក៏ប៉ុន្តែដើម្បីឲ្យបងប្អូនអាចយល់បានហ្នឹងគឺវិធីនៅក្នុងការនឹងអាចមាននាយករដ្ឋមន្ត្រីថៃថ្មីនៅក្នុងប្រទេសថៃហ្នឹងមាន3ច្រកធំៗណាក្នុងស្ថានភាពបច្ចុប្បន្នច្រកទី1គឺលោកស្រីផៃថងថានប្រកាសរំលាយសភាចោលប្រកាសរំលាយសភាមានន័យថាបកគោលអំណាចទាំងអស់ទៅឲ្យពលរដ្ឋហើយនឹងឈានទៅដល់ការរៀបចំការបោះឆ្នោតឡើងវិញរៀបចំការបោះឆ្នោតឡើងវិញចឹងហើយបើសិនជាក្នុងករណីនេះខ្ញុំមើលទៅនាយករដ្ឋមន្ត្រីថៃហ្នឹងគឺនឹងអាចមកពីគណៈបកប្រជាជនថៃជាពិសេសគណៈបកដែលមានយុវជនណាជាមានយុវជនជាអ្នកដែលដឹកនាំបច្ចុប្បន្ននេះព្រោះឥឡូវនេះយើងឃើញថាខ្មែរយើងឬក៏ថៃហ្នឹងដឹងថាពួកស៊ីសុំហ្នឹងគឺពួកពណ៌ទឹកក្រូចពួកពណ៌ទឹកក្រូចនេះសិតតែយុវជនដែលមានសមត្ថភាពសិតតែជាយុវជនដែលមានបទពិសោធន៍ទោះបីជាបទពិសោធន៍នៅក្នុងវិស័យនយោបាយតិចតួចក៏ដោយក៏ប៉ុន្តែជាយុវជនដែលមានសមត្ថភាពជោគជ័យនៅក្នុងវិស័យជំនួញទទួលបានការអប់រំខ្ពស់ណាពីអង់គ្លេសពីអាមេរិកអីជាដើមឡើងចឹងហើយបើសិនជាមានការបោះឆ្នោតឡើងវិញលទ្ធភាពខ្ពស់ណាស់នឹងអាចគណៈបកពណ៌ទឹកនឹងអាចទទួលបានការគ្រប់គ្រងពីប្រជាជនថៃហ្នឹងចំណុចទី1ច្រកទី2គឺលោកស្រីផៃថងថាអនុញ្ញាតឲ្យសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដោយមិនចាំបាច់មានការបោះឆ្នោតពីពលរដ្ឋទេបោះឆ្នោតនៅក្នុងសភាទៅប៉ុន្តែបើសិនជាក្នុងករណីវាចេញច្រកនេះយើងអាចដឹងភ្លាមថាអ្នកដែលអាចមកជានាយករដ្ឋមន្ត្រីប្រហែលជាប្រយុទ្ធច័ន្ទអូឆាឬក៏អនុทินដែលមកពីគណៈបកជាសម្ព័ន្ធភាពរបស់គណៈបកភឿថៃរបស់លោកស្រីផៃថងថានអាហ្នឹងប្រហែលជាអាចលោកប្រយុទ្ធច័ន្ទអូឆាហ្នឹងត្រឡប់មកកាន់អំណាចប៉ុន្តែឥឡូវនេះលោកប្រយុទ្ធច័ន្ទអូឆាមិនមែនមកក្នុងករណីជាកងទ័ពទៀតទេគឺដោយសារតែលោកបានបង្កើតគណៈបកមួយហើយក្លាយទៅជាគណៈបកដែលអាចនឹងមានលទ្ធភាពជាប់ឆ្នោតនៅក្នុងការបោះឆ្នោតក្នុងសភាចំណុចទី3ខ្ញុំមើលទៅដោយសារតែលទ្ធភាពនៅក្នុងការធ្វើរដ្ឋប្រហារហ្នឹងក៏នៅមានលទ្ធភាពខ្ពស់ដែរណាសម្រាប់ប្រជាជនថៃមួយចំនួនជាពិសេសពួកជ្រុលនិយមមួយចំនួនហ្នឹងគឺតែងតែជំរុញឲ្យយោធាហ្នឹងធ្វើរដ្ឋប្រហារព្រោះប្រជាជនថៃហ្នឹងហាក់ដូចជាជឿទៅលើការដឹកនាំរបស់យោធាជាពិសេសក្នុងការការពារទឹកដីក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយបទសម្ភាសន៍ថ្មីជាមួយនឹងអតីតមេគណៈបក Thai Forward គណៈបកឈានមុខរបស់ថៃហ្នឹងគឺពិថាលឹមចរិនរ័ត្នហ្នឹងបាននិយាយថាកងទ័ពហ្នឹងគឺមានមកសម្រាប់តែការពារជាតិទេមិនមែនមានមកសម្រាប់គ្រប់គ្រងជាតិទេណាសម្រាប់គ្រប់គ្រងជាតិទេអញ្ចឹងហើយក៏ជាសម្ដីមួយដែលមុតស្រួយសម្រាប់ពលរដ្ឋថៃយកទៅពិចារណាដូច្នេះ3ច្រកនេះបើសិនជាក្នុងករណីច្រកទី1គឺអាចយុវជនមកពីគណៈបកប្រជាជនថៃដែលមានពណ៌ទឹកក្រូចហ្នឹងជានាយករដ្ឋមន្ត្រីថ្មីបើសិនជាក្នុងករណីបោះឆ្នោតក្នុងសភាលោកប្រយុទ្ធក៏អាចមានលទ្ធភាពមកជានាយករដ្ឋមន្ត្រីម្ដងទៀតហើយបើសិនជាធ្វើរដ្ឋប្រហារគឺនាយករដ្ឋមន្ត្រីហ្នឹងអាចមកពីកងទ័ពអញ្ចឹងហើយយើងមើលទំនាក់ទំនងបើសិនជាមកពីក្រមយុវជនថៃដែលមានភាពឆ្លាតវៃនៅក្នុងការដឹកនាំនយោបាយថៃហ្នឹងខ្ញុំគិតថាលទ្ធភាពនៅក្នុងការចរចាហ្នឹងទ្វេភាគីនៅក្នុងការដោះស្រាយចំនួនហ្នឹងអាចទៅរួចអាចបញ្ចប់ចំនួនបានហើយស្មើមុខស្មើមាត់ហើយបើសិនជាក្នុងករណីលោកស្រីផៃថងថានលាឈប់ហើយបោះឆ្នោតក្នុងសភាហើយលោកប្រយុទ្ធឬក៏នរណាម្នាក់នៅក្នុងគណៈបកសម្ព័ន្ធភាពមកជានាយករដ្ឋមន្ត្រីអាហ្នឹងក៏យើងឃើញថានឹងអាចមានការចរចាងាយដែរងាយជាងមុន
ក៏ប៉ុន្តែបើក្នុងករណីធ្វើរដ្ឋប្រហារហើយមេតបភូមិភាគ2របស់ថៃខ្លាយទៅជានាយករដ្ឋមន្ត្រីអាហ្នឹងចំនួនកម្ពុជាថៃឬក៏ការចរចាទ្វេភាគីណារវាងកម្ពុជានិងថៃហ្នឹងគឺមានភាពតឹងតែងហើយអាចនឹងអូសបន្លាយរយៈពេលវែងនឹងអូសបន្លាយរយៈពេលវែងបិទវងកញ្ចក់មកវិញត្រឡប់មករឿងលោកតាក់ស៊ីននៅក្នុងសេចក្តីថ្លែងការណ៍ឬនៅក្នុងសន្ទរកថារបស់លោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានេះក្នុងឈុតជាកងទ័ពមានផ្កាយ5លើស្មាផងនោះបានប្រកាសថាថ្ងៃរឿងដែលគួរចាប់អារម្មណ៍នៅខ្ញុំបានស្ដាប់ហ្នឹងគឺបើសិនជាក្នុងករណីសារចេញទៅនេះបង្ហាញថាលោកតាក់ស៊ីនមានពាក្យណាមួយប្រមាថទៅដល់ព្រះមហាក្សត្រថៃពិតមែនជីវិតនយោបាយជីវិតរបស់លោកតាក់ស៊ីននឹងស្លាប់នៅក្នុងគុកនឹងបញ្ចប់នៅក្នុងពន្ធនាគារហើយលោកស្រីផៃថងឋានឬក៏គ្រួសារតកូលតាក់ស៊ីនតកូលឈិនវត្ត្រាទាំងមូលនឹងជួបគ្រោះធំបាទនឹងជួបគ្រោះធំហើយបានខ្ញុំនិយាយដូច្នេះដោយសារអីបើសិនជាក្នុងករណីលោកតាក់ស៊ីនមានការប្រមាថព្រះមហាក្សត្រថៃពិតមែនមាត្រា112ដែលថៃខ្លាចបំផុតណាគឺនឹង2ហើយមានអ្នកជាប់គុកយុវជនថៃហ្នឹងជាប់គុកបញ្ញវន្តថៃមួយចំនួនរត់ភៀសខ្លួនទៅនៅប្រទេសជប៉ុនទៅនៅប្រទេសផ្សេងទៀតហ្នឹងដោយសារតែមាត្រា112នេះឯង112នេះឯងហើយមាត្រា112នេះគឺតកតងទៅនឹងការប្រមាថព្រះមហាក្សត្រហើយការជាប់គុកហ្នឹងសិតតែ20ឆ្នាំ30ឆ្នាំឡើងហើយចឹងហើយបើវ័យលោកតាក់ស៊ីនប៉ុណ្ណេះហើយរកឃើញមានវិរុទ្ធភាពបែបនេះគឺលោកតាក់ស៊ីននឹងប្រកាសណាស់នឹងមិនមានឱកាសនៅក្នុងការមានសេរីភាពហើយអាចនឹងស្លាប់នៅក្នុងពន្ធនាគារនៃជីវិតចុងក្រោយរបស់លោកតាក់ស៊ីនបើយើងឥឡូវយើងពិនិត្យមើលប៉ុណ្ណេះគឺយើងបង្ហាញឲ្យឃើញថាកម្ដៅនយោបាយរវាងកម្ពុជានិងថៃហ្នឹងគឺមិនទាន់ស្រុតកម្ដៅទេមិនទាន់ស្រកទេមើលព្រឹត្តិការណ៍2-3សប្តាហ៍ចុងក្រោយនេះយើងឃើញហើយថាមានការវិវត្តលឿនបងប្អូនក៏ជាអ្នកតាមដាននៃការវិវត្តនៃព្រឹត្តិការណ៍ចំនួនរវាងថៃកម្ពុជាយើងឃើញមានឈានទៅដល់ណាខាងភាគីថៃនឹងបិទព្រំដែនបិទ1ខាងខ្មែរបិទ2ដល់ឥឡូវនេះថៃបិទទាំងអស់ចឹងទៅយើងឃើញថាឡងទៅឡងមកណាបិទតំណែងនាំចេញនាំចូលជាពិសេសប្រេងឥន្ធនៈដែលមានប្រមាណជា29% នៃការប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជាហើយទំហំសាច់ប្រាក់រហូតដល់ជាង$1000 លានចឹងហើយសិតតែជាផលប៉ះពាល់ក៏ប៉ុន្តែគ្រាន់តែជាផលប៉ះពាល់ទៅដល់អ្នកចំនួនខ្នាតធំប៉ុន្តែអ្នកចំនួនខ្នាតតូចជាពិសេសពួក SME ពលរដ្ឋថៃនៅតាមព្រំដែនដែលរស់ស៊ីព្រឹកល្ងាចជាមួយនឹងពលរដ្ឋខ្មែរហ្នឹងក៏មានផលប៉ះពាល់ដូចគ្នាឥឡូវនេះស្ថានភាពកាន់តែមានភាពតឹងតែងកាន់តែខ្លាំងហើយយើងឃើញថាក្រោយពីស្ថានភាពឈានទៅដល់ភាពតឹងតែងខ្លាំងបែបនេះក៏យើងឃើញថារដ្ឋាភិបាលថៃហ្នឹងចេញយុទ្ធសាស្ត្រ5ដែលខ្ញុំបានបង្ហោះនៅក្នុង page របស់ខ្ញុំដែរគឺចេញយុទ្ធសាស្ត្រ5នៅក្នុងការវាយបកមកកម្ពុជាទី1អ្វីដែលថៃចេញមកទី1គឺបិទច្រកព្រំដែនទាំងអស់ហ្នឹងឯងឥឡូវយើងឃើញថាបិទច្រកព្រំដែនអស់ហើយពលករខ្មែរហ្នឹងក៏ចាប់ផ្ដើមសម្រុកចេញមកប្រទេសកម្ពុជាវិញយើងឃើញថាបិទឲ្យតែព្រំដែនខាងថៃមាន7ខេត្តអញ្ចឹងបិទទាំងអស់ហើយបិទទី2នេះគឺយុទ្ធសាស្ត្រទី2របស់ថៃយុទ្ធសាស្ត្រផ្ដាច់អគ្គិសនីអ៊ីនធឺណិតជាពិសេសអ៊ីនធឺណិតដែលប្រព័ន្ធអ៊ីនធឺណិតដែលអូសក្រោមសមុទ្រដែលផ្គត់ផ្គង់បណ្ដាញអ៊ីនធឺណិតនៅក្នុងក្រុងកំពង់សោមណានៅក្នុងយុទ្ធសាស្ត្រទី2នេះក៏មានបញ្ជាក់អំពីការរឹបអូសទ្រព្យសម្បត្តិរបស់មេតបខ្មែរធំហើយនឹងអ្នកជំនួញខ្មែរទាំងឡាយណាដែលផ្ញើលុយនៅក្នុងប្រទេសថៃហើយលុយនោះគឺជាលុយដែលជាប់ពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មអនឡាញដូច្នេះហើយយើងឃើញថាថៃនឹងប្រើប្រាស់យន្តការនេះនៅក្នុងការចាត់ការទៅលើមន្ត្រីជាន់ខ្ពស់ដែលផ្ញើលុយនៅក្នុងប្រទេសថៃហើយមិនមែនពលរដ្ឋទាំងអស់ឲ្យតែផ្ញើលុយពលរដ្ឋខ្មែរដែលផ្ញើលុយប្រទេសថៃត្រូវថៃរឹបអូសទេមិនមែនមានន័យថាអញ្ចឹងទេក៏ប៉ុន្តែលុយទាំងឡាយណាដែលត្រូវបានថៃពិនិត្យឃើញថាមានជាប់ពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មអនឡាញកាស៊ីណូជាដើមឡើងហ្នឹងគឺថៃត្រៀមនៅក្នុងការរឹបអូសទ្រព្យសម្បត្តិរឹបអូសលុយទាំងនោះយកទៅដាក់នៅក្នុងរដ្ឋរបស់ថៃចំណុចយុទ្ធសាស្ត្រទី3ដែលដើម្បីវាយបកមកកម្ពុជាដែរហ្នឹងគឺការប្រជុំគុំប្រេងប៉ុន្តែក៏នៅកម្ពុជាបានប្រកាសមុនប៉ុន្តែថៃក៏បានយកដាក់ចូលនៅក្នុងយុទ្ធសាស្ត្រនោះដែរចំណុចទី4គឺអានេះសម្រាប់ពលរដ្ឋថៃហើយនិង SME អ្នកជំនួយខ្នាតតូចនិងមធ្យមនៅតាមព្រំដែនរបស់ថៃហ្នឹងគឺរដ្ឋាភិបាលយើងអត់ទាន់បានដឹងចំនួនប៉ុណ្ណាទេប៉ុន្តែត្រៀមថវិកានៅក្នុងការដើម្បីដោះស្រាយជូនទៅដល់ពលរដ្ឋ
ដែលរងប៉ះពាល់ទៅនៅក្នុងការបិទព្រំដែនឬក៏ចំនួនកម្ពុជាថៃអ្វីដែលជាចំណុចចុងក្រោយហ្នឹងគឺលោកស្រីផៃថងឋានបានជ្រើសរើសយុទ្ធសាស្ត្រនៅក្នុងការប្រកាសទៅដល់អន្តរជាតិថាប្រទេសថៃស្វាគមន៍អន្តរជាតិនៅក្នុងការធ្វើជាម្ចាស់ផ្ទះឬក៏ធ្វើជាមជ្ឈមណ្ឌលកណ្ដាលនៅក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនៅក្នុងតំបន់អាស៊ានទាំងមូលនៅក្នុងតំបន់អាស៊ានទាំងមូលតាមពិតទៅចំណុចត្រង់នេះយើងសង្កេតឃើញថាថៃក៏ជាប្រទេសមួយដែលត្រូវបានគេរកឃើញថាជាប្រភពនៅក្នុងការមានឧក្រិដ្ឋកម្មអនឡាញច្រើនដែរក៏ប៉ុន្តែអ្វីដែលជាយុទ្ធសាស្ត្រទាំងអស់នេះគឺជាយុទ្ធសាស្ត្រដែលវាយបកមកកម្ពុជាដើម្បីមានចេតនាធំបំផុតហ្នឹងគឺការសំអុយគេឈ្មោះកម្ពុជានៅក្នុងលំដាប់អន្តរជាតិនៅក្នុងវេទិកាអន្តរជាតិហើយយើងឃើញថាអ្វីដែលថៃប្រើប្រាស់នៅក្នុងការសម្រេចចិត្តបង្កើតយុទ្ធសាស្ត្រនេះគឺយោងទៅតាមរបាយការណ៍របស់អ្នកសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard យោងទៅតាមរបាយការណ៍របស់ UNODC ហើយនឹងយោងទៅតាមរបាយការណ៍មួយចំនួនទៀតដែលខ្លួនបានជឿជាក់ទៅលើរបាយការណ៍ទាំងនោះសរុបមកវិញខ្ញុំឃើញថាការវាយតម្លៃយុទ្ធសាស្ត្ររបស់ខ្ញុំទៅលើយុទ្ធសាស្ត្រទាំង5ដែលលោកស្រីផៃថងឋានបានដាក់មកសម្រាប់វាយបកកម្ពុជានេះខ្ញុំមើលទៅគឺអត់ទាន់មានប្រសិទ្ធភាពសោះតែម្ដងហើយដែរបានខ្ញុំហ៊ានធ្វើការសន្និដ្ឋានបែបនេះអ្វីដែលសំខាន់គឺយើងឃើញថាមូលដ្ឋាននៅក្នុងការចេញយុទ្ធសាស្ត្រនេះគឺពឹងពាក់ទៅលើព័ត៌មានរបស់អ្នកវិភាគតាមទូរទស្សន៍ឈានទៅដល់អាចជឿទៅលើពួក MMO អីផងមើលទៅព្រោះមើលទៅព័ត៌មានដែលថៃទទួលបាននេះគឺហាក់ដូចជាអត់ស្គាល់កម្ពុជាទាល់តែសោះអត់ស្គាល់ស្ថានភាពកម្ពុជាទាល់តែសោះហើយព័ត៌មានដែលថៃទទួលបាននេះគឺជាព័ត៌មានដែលធ្វើការសម្រេចចិត្តដោយការប្រមាថដោយមានចរិតមាក់ងាយកម្ពុជាបើសិនជាថៃចេញយុទ្ធសាស្ត្របែបនេះកាលពីទសវត្សរ៍ឆ្នាំ1980 85 90អាហ្នឹងត្រូវហើយប៉ុន្តែថៃចេញយុទ្ធសាស្ត្រពេលនេះគឺហាក់ដូចជាខ្លួនអត់ស្គាល់កម្ពុជាអត់ដឹងព័ត៌មានច្បាស់លាស់កម្ពុជាទាំងបញ្ញវន្តដែលចេញមកនិយាយតាមទូរទស្សន៍ហ្នឹងទាំងកងទ័ពថៃទាំងរដ្ឋាភិបាលថៃទាំងពលរដ្ឋថៃទាំងមន្ត្រីរាជការថៃជាដើមឡើងអ្នកខ្លះហ្នឹងពលរដ្ឋថៃមួយចំនួនជាពិសេសពួក MMO ដែលជាអ្នកមានឥទ្ធិពល influencer នៅក្នុងបណ្ដាញសង្គមមួយចំនួនហ្នឹងអ្នកខ្លះនៅប្រើពាក្យបើសិនជាក្នុងករណីថៃបិទតែ3ខែខ្មែរលែងមានស្អីប៊ីចេងរ៉ូឌីស៊ីហើយមើលទៅហើយជាអស់មានមហូបអីថ្នាំដុសធ្មេញអីដុសធ្មេញហើយណែនៅគិតអញ្ចឹងឡើយមានអ្នកស្នេហាជាតិនៅកណ្ដាលក្រុងមួយចំនួនពួកជ្រុលនិយមមួយចំនួននោះណាដំបូងឡើយហ្នឹងគឺជំរុញឲ្យកងទ័ពថៃហ្នឹងវាយចូលភ្នំពេញណាវាយយកក្រុងភ្នំពេញបណ្ដោយទៅប្រទេសប៉ុណ្ណឹងកងទ័ពថៃក៏ខ្លាំងជាងសភាវុធហ្នឹងក៏សិតតែទិញពីអាមេរិកថ្មីមកផងប៉ុន្តែដល់ពេលឃើញអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនទៅព្រះវិហារស្លៀកពាក់ឈុតកងទ័ពទៅលើកទឹកចិត្តកងទ័ពឲ្យត្រៀមនៅក្នុងការប្រយុទ្ធស្រាប់តែពួកស្នេហាជាតិកណ្ដាលក្រុងបង្កហ្នឹងបែរជាចេញមកនិយាយថាអូយើងធ្វើម៉េចកុំឲ្យកងទ័ពថៃហ្នឹងចាញ់បោកហ៊ុនសែនកុំឲ្យកងទ័ពថៃហ្នឹងចាញ់បញ្យុហ៊ុនសែនកុំធ្វើសង្គ្រាមជាមួយខ្មែរដល់អញ្ចឹងទៅវាឃើញវាព័ត៌មាននៅក្នុងប្រទេសថៃហ្នឹងធ្វើឲ្យមានការច្បុកច្បល់ហើយបើសិនជាអ្នកនយោបាយថៃប្រើប្រាស់ព័ត៌មានទាំងនោះនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តណាដោយមិនស្គាល់កម្ពុជាច្បាស់អានឹងគ្រោះថ្នាក់ហើយយើងឃើញហើយថាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជាខ្ញុំនិយាយបែបនេះគឺយើងត្រូវទទួលស្គាល់ហើយថាជាយុទ្ធសាស្ត្រចាក់បំបែកណាប្រើបើខ្ញុំហៅថាកន្លងមកយើងស្គាល់តែយុទ្ធសាស្ត្រ defeat ទេបំបែកដើម្បីគ្រប់គ្រងប៉ុន្តែយុទ្ធសាស្ត្រ defeat លើកនេះប្រើរបៀបជា hybrid បងប្អូនអ្នកប្រើឡាន hybrid ដឹងហើយប្រើទាំងអាគុយប្រើទាំងសាំងយុទ្ធសាស្ត្រក៏មាន hybrid ដែរនាំរឿងតំបន់ទាំង4ចំនួនកម្ពុជាជាប្រភពចំនួនរវាងកម្ពុជានិងថៃទៅឲ្យអន្តរជាតិធ្វើការទៅតុលាការ ICJ អត់និយាយរឿងចំនួនព្រំដែនណាទន្ទឹមនឹងនោះយុទ្ធសាស្ត្រមួយទៀតប្រើទាំងអន្តរជាតិប្រើទាំងយុទ្ធសាស្ត្រនៅក្នុងស្រុកណា
បំបីសាទោះបីជាលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីមិនទទួលស្គាល់ថាសារហ្នឹងគាត់បំបីគាត់ថាមានអ្នកដែលគាត់ផ្ញើទៅនឹង80នាក់ក្នុងចំណោម80ហ្នឹងមានអ្នកទម្លាយសារហ្នឹងដោយសារស្អប់ថៃអីជាដើមប៉ុន្តែឥឡូវនេះគាត់ប្រកាសខ្លួនឯងថាគាត់នឹងទម្លាយសារនៃកិច្ចសន្ទនានៅក្នុងការរាប់អានគ្នារវាងលោកតាស៊ីនហើយនឹងគាត់ហើយបើសិនជាសារនឹងទម្លាយមែនហើយមានពាក់ព័ន្ធទៅនឹងការប្រមាថព្រះមហាក្សត្រចប់ហើយចប់គ្រួសារតកូលជីនវត្រាហ្នឹងគឺចប់តែម្ដងគឺចប់តែម្ដងដូច្នេះយើងឃើញថាយុទ្ធសាស្ត្រ defeat ដែលមានលក្ខណៈ hybrid បែបនេះណាគឺទៅបំបែកចាក់បំបែកអ្នកនយោបាយថៃហើយអំឡុងពេលដែលអ្នកនយោបាយថៃខ្លួនឯងអត់ស្គាល់កម្ពុជាច្បាស់យកតែព័ត៌មានចាស់របស់កម្ពុជាឬជួនកាលហ្នឹងមើលពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃកំពុងធ្វើការនៅប្រទេសថៃហ្នឹងយកមកធ្វើការសន្និដ្ឋានហ្នឹងពួកនេះវាអន់ដល់ហើយមើលទៅបើថាវាក្រាន់បើអញ្ចឹងវាមិនមែនកូនចៅវា2លានអ្នកមកធ្វើការនៅក្នុងប្រទេសថៃទេក្នុងចំណុចត្រង់នេះការប្រមាថរបស់ពលរដ្ឋថៃឬក៏ការប្រមាថរបស់ជនជាតិថៃមកកម្ពុជាហ្នឹងវាកើតឡើងជាប្រវត្តិសាស្ត្រកើតឡើងជាប្រវត្តិសាស្ត្រខ្លួនខ្ញុំផ្ទាល់អាហ្នឹងបើខ្ញុំកញ្ចក់ខ្លួនឯងបន្តិចថាកាលពីខ្ញុំទទួលអាហារូបករណ៍ដំបូងកាលពីឆ្នាំ2004ណាទៅរៀននៅប្រទេសថៃនៅសាកលវិទ្យាល័យจุฬាលង្កនសាកលវិទ្យាល័យจุฬាលង្កនបងប្អូនខ្មែរតែដឹងហើយជាសាកលវិទ្យាល័យដែលល្បីជាងគេហើយសិតតែជាកូនសេដ្ឋីហើយតើរៀនបកែទៀតបានចូលរៀនបានណារៀនមិនបកែមានលុយក៏ចូលរៀនអត់បានដែរចូលរៀនអត់បានដែរខ្ញុំទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតសិក្សាគេហៅពេលនោះកម្មវិធីគឺ South East Asian Study Program ដែលមាននិស្សិតមកពីបណ្ដាប្រទេសផ្សេងៗមានមកពីសិង្ហបុរីម៉ាឡេស៊ីភូមាខ្មែរខ្ញុំកាលនោះចំនួនខ្ញុំចំនួនទី1ចំនួនទី2បាទចំនួនទី1មានម្នាក់ចំនួនទី2មានប្រុសមួយស្រីមួយខ្ញុំមួយក្នុងចំណោម2នាក់នោះដែរខ្ញុំទៅដល់សាលាដំបូងសន្តិសុខអត់ឲ្យឡើងសាលាទេអត់ឲ្យឡើងអាគារដោយសារកាលនោះយើងខ្ញុំចេញពីមុននឹងជាប់អាហារូបករណ៍ហ្នឹងក៏ទទួលគម្រោងស្រាវជ្រាវមួយជា research assistant របស់សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកខ្ញុំមិនបញ្ចេញឈ្មោះគាត់ទេធ្វើការសិក្សាស្រាវជ្រាវអំពីស្ថានភាពនៅការរស់នៅនិងផលប៉ះពាល់នៅតំបន់ជុំវិញបឹងទន្លេសាបអញ្ចឹងរយៈពេល3ខែមុននឹងទៅរៀនអាហារូបករណ៍ហ្នឹងគឺជិះម៉ូតូ3ខែហ្នឹងជាមួយគាត់ដែរជាមួយអ្នកស្រាវជ្រាវអាមេរិកកាំងម្នាក់នោះអញ្ចឹងទៅអាយើងហ្នឹងវាខ្មៅស្រេចផងបូកជាមួយនឹងអាជីកណ្ដាលថ្ងៃហ្នឹង3ខែផងនៅជុំវិញបឹងទន្លេសាបហ្នឹងខែប្រាំងទៅដល់ថៃនោះគេអត់ឲ្យឡើងសាលាគេអត់ឲ្យឡើងថ្នាក់រៀនសន្តិសុខហ្នឹងអត់ឲ្យឡើងឃើញខ្ញុំហ្នឹងវាដូចថាមិនសមជានិស្សិតដែលទៅរៀននៅសាកលវិទ្យាល័យจุฬាលង្កនទេណាតើខ្ញុំទេទៅគ្រូហើយគ្រូចុះមកយកបានគេឲ្យចូលទៅប៉ុន្តែកាលនោះខ្ញុំមិនគិតថាជាការប្រមាថអីទេព្រោះយើងគិតថាប្រហែលជារឿងសន្តិសុខគេមិនចង់ឲ្យវាត្រូវការពីព្រោះយើងមិនដែលទៅរៀនសាលាល្បីហ្នឹងផងហើយយើងគិតថាប្រហែលជាសន្តិសុខអីតឹងរឹងហើយមកទៅអាហ្នឹងម្ដងទៅចូលទៅរៀនបានមួយឆមាសចូលឆមាសទី2ណាគ្រូមួយដែលជាប់ខ្សែរាជវង្សថៃផងគាត់ចាប់ផ្ដើមបង្រៀនមកគាត់និយាយអំពីប្រវត្តិសាស្ត្រចុះឡើងទៅហើយគាត់និយាយអំពីរឿងប្រព័ន្ធរាជានិយមនៅក្នុងតំបន់អាស៊ានហ្នឹងវាវិវត្តយ៉ាងម៉េចការធ្លាក់ចុះនៃរាជានិយមអីយ៉ាងម៉េចហ្នឹងគឺបង្រៀនល្អណាស់តាំងពីដើមដល់ចប់ហ្នឹងប៉ុន្តែក្នុងម៉ោងចុងក្រោយហ្នឹងមកតាក់ទងទៅនឹងសួររឿងព្រះមហាក្សត្រខ្មែរហ្នឹងអត់មានព្រះអគ្គមហាសីអីហ្នឹងថាជាប្រុសពិតប្រកបអីខ្ញុំគិតថាទេគ្រូនេះមិនចេះខ្ញុំក៏និយាយប្រាប់គាត់ថាលោកគ្រូបរៀនរឿងរាជានិយមត្រូវហើយប៉ុន្តែគាត់ថាបើសិនជាឈានទៅដល់ការនិយាយអំពីរឿងបុគ្គលឬក៏និយាយប៉ះពាល់ទៅដល់ព្រះមហាក្សត្ររបស់ខ្ញុំហ្នឹងអាហ្នឹងដូចមិនសូវត្រូវទេដឹងណាដូចមិនសូវត្រូវទេដឹងខ្ញុំហ្នឹងក៏ដឹងរឿងព្រះមហាក្សត្រថៃហ្នឹងមិនតិចដែរទេណាខ្ញុំក៏និយាយដាក់គាត់អញ្ចឹងណាគាត់ក៏ឈប់ទៅណាគាត់ក៏ឈប់ទៅអញ្ចឹងហើយមានរឿងច្រើនទៀតបាទមានរឿងច្រើនទៀតការរស់នៅហ្នឹងក៏យើងឃើញថាឲ្យតែលឺតែខ្មែរហ្នឹងគឺចំនួន2003 2004ហ្នឹងមិនសូវជាស្រួលប្រហែលទេណាមិនសូវជាស្រួលប្រហែលទេអញ្ចឹងហើយខ្ញុំមើលឃើញថានេះជាបើកមុខកញ្ចក់រឿងខ្លួនឯងបន្តិចទេណាបើកមុខកញ្ចក់រឿងខ្លួនឯងបន្តិចទេមានន័យថាការមាក់ងាយក្នុងចិត្តរបស់ពលរដ្ឋថៃទាំង
ទាំងពួកថ្នាក់ទាបថ្នាក់កណ្ដាលថ្នាក់ខ្ពស់បើនិយាយនៅក្នុងសាលានៅក្នុងសាកលវិទ្យាល័យจุฬาលង្កនហ្នឹងគឺសិតតែអ្នកគេរាប់ថាជាពួកអភិជនដែរបានអាចចូលទៅរៀននៅក្នុងសាលាហ្នឹងបានសិស្សកូនអភិជនហើយគ្រូហ្នឹងក៏សិតតែជាអភិជនទៅទៀតសិតតែខ្សែរាជវង្សសិតតែជាអ្នកដែលចេះដឹងចប់ពីអង់គ្លេសចប់ពីអីមកបានអាចធ្វើជាគ្រូបង្រៀននៅសាកលវិទ្យាល័យจุฬาលង្កនបានណាហើយខ្ញុំក៏ចេះតែប្រឹងទៅរហូតទៅដល់ចប់មហារូបករណ៍ចប់ថ្នាក់អនុបណ្ឌិតហ្នឹងក៏ត្រឡប់ទៅរៀនថ្នាក់បណ្ឌិតហើយចុងក្រោយហ្នឹងគឺត្រឡប់ទៅធ្វើជាអ្នកសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យจุฬาលង្កនអំឡុងឆ្នាំ2022គឺធ្វើ postdoctoral research fellow កាលនោះចឹងហើយយើងខ្ញុំស្គាល់សង្គមថៃខ្ញុំរស់នៅធ្វើការសិក្សាស្រាវជ្រាវទំនាក់ទំនងជាមួយជនជាតិថៃហ្នឹងសម្រាប់ខ្ញុំស្គាល់ថៃតាំងពីក្រោមដល់លើខ្ញុំធ្វើស្រាវជ្រាវជាមួយនឹងពលរដ្ឋថៃនៅអ៊ីសានណាខ្ញុំទំនាក់ទំនងជាមួយនឹងសាស្ត្រាចារ្យពួកអភិជនថៃមានទាហានថៃហ្នឹងក៏ធ្លាប់ជាកូនសិស្សរបស់ខ្ញុំពួកខ្ញុំត្រូវបង្រៀននៅសាកលវិទ្យាល័យថៃជា guest ជា special lecture ជាគ្រូបង្រៀនពិសេសខ្លះទៅជាបង្រៀនតាមការអញ្ជើញខ្លះចឹងទៅអញ្ចឹងខ្ញុំស្គាល់អេរយាប័តនិយាយបែបនេះមិនមែនមានន័យថាឲ្យយើងប្រឆេះកំហឹងដើម្បីឲ្យខឹងពលរដ្ឋថៃណាប៉ុន្តែយើងគួរតែអាណិតពួកគាត់អាណិតត្រង់ថាអាព័ត៌មានដែលគាត់ទទួលបានដើម្បីមកធ្វើការវិតម្លៃកម្ពុជាហ្នឹងគឺពឹងទៅលើព័ត៌មានចាស់ពឹងទៅលើរូបរាងរបស់ពលរដ្ឋដែលទៅធ្វើជាកម្មករណាពឹងទៅលើទិន្នន័យសភៅប្រវត្តិសាស្ត្រចាស់ដែលពួកជាតិនិយមជ្រុលពួកកងទ័ពពួកព្រះមហាក្សត្រថៃចំនួនមុនសរសេរណាមានគ្រូបង្រៀនសាស្ត្រាចារ្យម្នាក់នៅសាកលវិទ្យាល័យจุฬาលង្កនហ្នឹងខ្ញុំភ្លេចឈ្មោះគាត់ហើយគាត់និយាយផ្ទាល់តែម្ដងគាត់អត់ចង់ឲ្យកូនគាត់រៀននៅក្នុងសាកលវិទ្យាល័យឬក៏សាលាថៃទេព្រោះអ្វីដែលគាត់បារម្ភបំផុតមិនមែនរឿងបច្ចេកទេសទេគឺគាត់បារម្ភក្រែងលោកូនគាត់នឹងត្រូវបានលៀងខួរក្បាលដោយប្រវត្តិសាស្ត្រថៃព្រោះសភៅប្រវត្តិសាស្ត្រថៃហ្នឹងគឺរៀនចប់ហើយគ្មានបានមិត្តទេរៀនចប់ហ្នឹងគឺអាណាក៏ជាសត្រូវរបស់ថៃដែរចោតភូមាថាវាយអយុធ្យាយកមាសយកពេជ្រទៅអស់និយាយដាក់ឡាវហ្នឹងឡាវทั้งពួកហ្នឹងសើពួក backward ពួកខ្ជិលណាដើរមួយណាថាខ្មែរហ្នឹងជាពួកដែលពិបាកទុកចិត្តណាមានមន្តអាគមហើយខ្ញុំទៅរៀនហ្នឹងក៏ពេលខ្លះអ្នកខ្លះមកសួររកខ្សែកថាទៀតឃើញមុខខ្ញុំអញ្ចឹងប្រហែលជាអាចគិតថាខ្ញុំហ្នឹងមានបារមីអីមើលទៅវាអញ្ចឹងទៅចោតយួនហ្នឹងប្រភេទពពួកជនជាតិស៊ីឆ្កែអញ្ចឹងទៅហើយបើអញ្ចឹងទេបើសិនជារៀនចប់ពលរដ្ឋថៃទាំងអស់រៀនប្រវត្តិសាស្ត្រចប់រៀនតាមអាសភៅប្រវត្តិសាស្ត្រហ្នឹងគឺអ្នកជិតខាងសិតតែជាសត្រូវរបស់ខ្លួនអាការកសាងជាតិនិយមណាលោកគ្រូ Benedict Anderson បើអ្នកណាដែលបានរៀនដែលបានអានសភៅរបស់គាត់មួយឈ្មោះ Beyond the Nationalism គាត់និយាយអំពីរឿងជាតិនិយមហួសព្រំដែនណាគឺទាល់ទៅសកត់ជនជាតិផ្សេងហើយចេញមុខខ្លួនឯងអាហ្នឹងបានធ្វើឲ្យជនជាតិហ្នឹងវាមោទនភាពអានេះប្រភេទដូចថាបើនិយាយភាសានៅស្រុកថាជាជាតិនិយមបែបជន់ក្បាលអ្នកដតីចេញមុខជន់ក្បាលអ្នកដតីចេញមុខដើម្បីឲ្យកូនខ្លួនឯងហ្នឹងមើលឃើញថាខ្លួនឯងហ្នឹងវាគ្រាន់បើថៃស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងបងប្អូនការទទួលព័ត៌មានចាស់ការទទួលព័ត៌មានខុសវាតម្លៃស្ថានភាពខុសតាំងពីដើមទីមកវាតម្លៃកម្ពុជាអត់ត្រូវអញ្ចឹងហើយនៅពេលដែលចេញយុទ្ធសាស្ត្រដើម្បីវាយបកមកកម្ពុជាវាអត់ត្រូវនិយាយអញ្ចឹងមិនមែនឲ្យថៃនឹងចេញយុទ្ធសាស្ត្រត្រូវដើម្បីមកចាត់ការកម្ពុជាទេប៉ុន្តែបើខ្ញុំទៅមើលយុទ្ធសាស្ត្រទាំង5របស់ផៃថងឋាននៅក្នុងការឆ្លើយតបជាមួយនឹងកម្ពុជាហ្នឹងគឺហាក់ដូចជាទទួលបានព័ត៌មានអត់ពិតខណៈដែលកម្ពុជាស្គាល់ថៃដោយបាត់ដៃស្គាល់ឈ្មោះអ្នកនយោបាយថៃស្គាល់ចរិតអ្នកនយោបាយម្នាក់អស់ណាស្គាល់អស់ហើយជាពិសេសទំនាក់ទំនងតាក់ស៊ីនជាមួយនឹងហ៊ុនសែនហ្នឹងគឺស្គាល់អស់ចឹងហើយកម្ពុជាដឹងសឹងតែដឹងថាថៃដើរកាឡាណាក្នុងគណៈដែលថៃហ្នឹងប្រព័ន្ធនយោបាយថៃហ្នឹងមានភាពទន់ខ្សោយផងផុយស្រួយផងអំណាចត្រូវបានពុះជាពីរផងណារដ្ឋាភិបាលផៃថងឋានអត់មានអីត្រូវបញ្ជាកងទ័ពបានទេចង់បញ្ចប់ទៅជំរាបសួរមេទ័ពភូមិភាគ2ហ្នឹងមិនទាន់បានជំរាបសួរមេទ័ពជើងគោកផងណាគណៈចរចាបែកធ្លាយសម្លេងជាមួយនឹង
និយោរដ្ឋថៃជាមួយនឹងប្រធានប្រសិទ្ធិខ្មែរហ្នឹងគឺត្រូវតាក់ទងទូរស័ព្ទទៅមេតបភូមិភាគ2ហ្នឹងសុំទោសភ្លាមហ្នឹងគ្រាន់តែមេភូមិភាគ1ផងដែលត្រូវនាយករដ្ឋមន្ត្រីបារម្ភប៉ុណ្ណឹងហើយចុះរំងមេតបជើងគោកថៃទៅទៀតចឹងហើយអំណាចដែលមានការពុះបែកជា2បែបនេះគឺដោយគោកែងនឹមចឹងពជាកម្លាំងអត់បានទេរដ្ឋាភិបាលពជាកងទ័ពអត់បាននិយាយញ៉ៃមួយកងទ័ពធ្វើរដ្ឋប្រហារទៀតឥឡូវហើយព្រោះប្រជាជនមួយចំនួនធំជាពិសេសពួកអាវលឿងដែលជាពួករាជានិយមជ្រុលនៅតែជំរុញឲ្យកងទ័ពមកគ្រប់គ្រងប្រទេសចឹងពួកហ្នឹងបាទពួកហ្នឹងភាគច្រើនគេហៅពួកអ្នកស្នេហាជាតិកណ្ដាលទីក្រុងឡូឡាបាននៅតែម្ដុំអនុស្សាវរីយ៍ឆៃសមរភូមិណាអនុស្សាវរីយ៍ឡូឡាបានតែម្ដុំសនាមលួងអីហ្នឹងទេឡូឡាតែម្ដុំហ្នឹងឲ្យមកព្រំដែនហ្នឹងមូខាំអត់ហ៊ានមកខ្លាចមូខាំអាហ្នឹងគេហៅអ្នកស្នេហាជាតិកណ្ដាលទីក្រុងខ្មែរយើងក៏មានដែរខ្មែរយើងជំរុញឲ្យមានការធ្វើសង្គ្រាមអីជាដើមណាបងប្អូនត្រូវដឹងថាយើងខ្ញុំកើតមិនទាន់ទេសង្គ្រាមខ្ញុំកើតកតុយសង្គ្រាមទេខ្ញុំក្រៅក្មេងសម័យក្របផ្លោងប៉ុន្តែក្របផ្លោងហ្នឹងក៏ឪពុកខ្ញុំបោះចូលខ្ញុំចូលក្នុងត្រង់សេហ្នឹងក៏ច្រើនដងដែរបោះត្រង់ណាដល់បោះញឹកទៅបោះត្រង់ណាបងប្អូនបោះលុចចូលក្នុងត្រង់សេពួកក្របផ្លោងក៏យួនកាលហ្នឹងខ្ញុំរត់គ្រួសារខ្ញុំរត់ទៅជំរុំជាដែររសជាតិអស់ហ្នឹងនៅក្មេងៗផងចឹងហើយសង្គ្រាមមិនមែនជាជំរើសទេក៏ប៉ុន្តែកងទ័ពក៏ត្រូវតែត្រៀមខ្ញុំគ្រប់គ្រងទៅលើការត្រៀមខ្លួនរបស់កងទ័ពក្នុងករណីចាំបាច់ទី1ណាជាសម្រាប់ខ្ញុំមើលថាឥឡូវហ្នឹងហាក់ដូចជាដើរឆ្ងាយចេញពីរឿងប្រាសាទតាមាន់តាកបីបន្តិចហើយក៏ប៉ុន្តែឥឡូវនេះយើងឃើញថាកម្ពុជាមិនមែនតែរឿងជាការសន្និដ្ឋានកម្ពុជាមិនមែនតែរឿងទៀមទាប្រាសាទតាមាន់តាកបីទេឥឡូវនេះកម្ពុជាកំពុងតែរំដោះខ្លួនចេញពីអាណានិគមប្រទេសថៃណាអាណានិគមសម័យទំនើបបងប្អូនមិនមែនអាណានិគមសម័យមុនត្រូវបញ្ជូនមេដឹកនាំថៃមកគ្រប់គ្រងទេមិនមែនអាណានិគមសម័យក្រោយសម័យអង្គរដែលថៃមានបញ្ជូនស្ដេចថៃមកគ្រប់គ្រងខ្មែរសម័យឧដុង្គសម័យលង្វែកហ្នឹងមិនមែនមានន័យចឹងគេហៅ neo colonialism ហ្នឹងគឺអាណានិគមសេដ្ឋកិច្ចណាហើយថៃច្រឡំអានោះច្រឡំគិតតែខ្លួនឯងហ្នឹងមានសេដ្ឋកិច្ចធំជាងអីជាងហ្នឹងក៏ចង់គួបផ្សំជាមួយនឹងអាទិន្នន័យចំណេះដឹងដែលខ្លួនមានហ្នឹងវាជាព័ត៌មានចាស់ផងបូកជាមួយនឹងអាចរិតមាក់ងាយប្រមាថជនជាតិជុំវិញខ្លួនផងដោយសារប្រវត្តិសាស្ត្រចាស់ហ្នឹងអញ្ចឹងធ្វើឲ្យថៃហ្នឹងធ្វើការសម្រេចចិត្តនយោបាយមិនសូវត្រឹមត្រូវមើលងាយអ្នកជិតខាងអញ្ចឹងហើយលើកនេះខ្ញុំមើលទៅជាមេរៀនមួយសម្រាប់ជនជាតិថៃដែលថាកម្ពុជាអត់មានអីត្រូវពឹងដង្ហើមសេដ្ឋកិច្ចថៃទេណាប៉ុន្តែសម្រាប់ខ្ញុំមើលឆ្ងាយទៅមុខតែបើសិនជាកម្ពុជាអាចធ្វើអញ្ចឹងជាមួយវៀតណាមបានណាធ្វើអញ្ចឹងជាមួយវៀតណាមបានកាន់តែល្អប៉ុន្តែកុំធ្វើទន្ទឹមគ្នាព្រោះវាខុសតំណមសង្គ្រាមខុសតំណមបង្កើតសត្រូវពីរក្នុងពេលតែមួយមិនមែនជារឿងដែលត្រូវធ្វើទេប៉ុន្តែក៏ខ្ញុំគិតថាមេរៀនមួយនេះនឹងបង្ហាញទៅប្រទេសវៀតណាមដែរក្នុងករណីដែលខ្មែរសាមគ្គីខ្មែរខ្លាំងហើយខ្មែរអាចរំដោះខ្លួនចេញពីអាណានិគមបែបបុរាណបែបទំនើបអីចឹងទៅវាគួរតែដល់ពេលវេលាដែរត្រឡប់មករឿងមួយទៀតដែលខ្ញុំចង់រំលឹកនៅក្នុងការនិយាយនៅថ្ងៃនេះគឺតាក់ទងទៅនឹងសន្លឹកបៀមួយទៀតដែលថៃអត់ទាន់ឃើញបញ្ចេញណាហើយខ្ញុំមិនដឹងថាគេនឹងបញ្ចេញឬគេធីបចោលទៅហើយឬក៏គេរក្សាទុកណារយៈចុងក្រោយនេះសង្កេតដែរឃើញថាក៏មានចាក់ឲ្យផ្ទុះឡើងនៅរឿងករណីឃាតកម្មលោកលឹមកំយ៉ាណាព័ត៌មានថៃមួយចំនួនហ្នឹងក៏ចាប់ផ្ដើមកកាយទៅដល់រឿងលោកស្រីពិសិដ្ឋពីលីកាកញ្ញាទូចស្រីនិចអីជាដើមឡាក់នឹងមានការពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលអីជាដើមយើងឃើញថាព្យាយាមចាក់ទៅចាក់មកប៉ុន្តែអត់ទាន់ឃើញមានការបំផុសឲ្យមានការស្វាគមន៍លោកសំរងស៊ីមកប្រទេសថៃទេហើយដែលខ្ញុំពីដើមមកខ្ញុំគិតថាហ្នឹងក៏ជាសញ្ញាបៀមួយដែលថៃនឹងអាចប្រើដើម្បីតតាំងជាមួយកម្ពុជាណាជាមួយកម្ពុជាព្រោះមានសមាជិកគណៈបកប្រឆាំងមួយចំនួនធំដែរកំពុងតែរត់ភៀសខ្លួនសំងំជ្រកកោន
นโยบายในក្នុងប្រទេសថៃនៅក្នុងប្រទេសថៃក៏ប៉ុន្តែបើយើងពិនិត្យមើលទៅលើអ្វីដែលជាយើងមើលទៅលើក្រមអ្នកប្រឆាំងទាំងមូលរួមទាំងលោកសំរងស៊ីរួមទាំងចលនាជាតិតស៊ូជាដើមឡើងយើងឃើញថាហាក់ដូចជាកម្រើកដែរជាពិសេសអ្វីដែលខ្ញុំចាប់អារម្មណ៍ព្រោះរឿងផ្សេងទៀតខ្ញុំមិនសូវចាប់អារម្មណ៍ទេព្រោះខ្ញុំឃើញសរសេរ caption ខ្លីៗហ្នឹងវាច្រើនមិនមែនជាសំណេររបស់លោកសំរងស៊ីខ្ញុំប្រកាសចឹងមកព្រោះលោកសំរងស៊ីជាទូទៅគាត់មិនសូវជាសរសេរសំណេររាយមាយអញ្ចឹងទេសេមួយថ្ងៃពីរ3ផុសអីចឹងទេប៉ុន្តែអ្វីដែលខ្ញុំចាប់អារម្មណ៍គឺសំណេរសំខាន់ហើយជាពិសេសសន្ទរកថារបស់លោកសំរងស៊ីនៅទីក្រុង Long Beach ទីក្រុង Long Beach យើងឃើញថាបើយើងនិយាយអំពីចលនាជាតិតស៊ូនេះក៏បានបង្ហាញពីសញ្ញាណចង់ឲ្យមានការរួមសាមគ្គីជាតិដើម្បីអាចបង្កើនកម្លាំងនៅក្នុងការតតាំងជាមួយនឹងការឈ្លានពានរបស់ថៃក៏ប៉ុន្តែអ្វីដែលលោកសំរងស៊ីថ្លែងសន្ទរកថានៅ Long Beach នោះហាក់ដូចជារៀងផ្ទុយចឹងហើយចាំមើលថាតើនឹងសម្រាប់ខ្ញុំគិតថាជាយុទ្ធសាស្ត្រហ្នឹងគឺយុទ្ធសាស្ត្ររួមហ្នឹងដូចជាហាក់ដូចជាមិនទាន់បន្ស៊ីគ្នាឡើយហើយយើងចាំមើលបន្តទៅទៀតថាតើមេដឹកនាំគណៈបកប្រឆាំងដែលមានឥទ្ធិពលបំផុតហើយកំពុងតែភៀសខ្លួននៅក្រៅប្រទេសនឹងមានយុទ្ធសាស្ត្របែបណានៅក្នុងការត្រឡប់ចូលមកក្នុងឆាកនយោបាយកម្ពុជាវិញព្រោះបើនិយាយជារួមទៅគឺទោះបីជាកម្រិតជាតិនិយមនៅក្នុងការតតាំងជាមួយនឹងប្រទេសថៃកំពុងតែពុះកញ្ជ្រោលនៅក្នុងចំណោមពលរដ្ឋទាំងអស់ក៏ដោយក៏ប៉ុន្តែស្ថានភាពផ្ទៃក្នុងនៅកម្ពុជាជាពិសេសរឿងសេដ្ឋកិច្ចរឿងបំណុលរឿងផលិតផលកសិកម្មរឿងតម្លៃប្រេងតម្លៃជាដើមឡើងនឹងបន្តកើតឡើងហើយឥឡូវនេះពលករខ្មែរដែលត្រឡប់មកកម្ពុជាវិញហ្នឹងក៏ប្រឈមទៅនឹងចាំមើលថាតើរដ្ឋាភិបាលនឹងដោះស្រាយបញ្ហារឿងការងារនឹងបានកម្រិតប៉ុណ្ណាហើយបើសិនជាក្នុងករណីដោះស្រាយមិនបានទេអានឹងរាប់ថាជាបរាជ័យមួយដែលកើតឡើងជាប្រចាំគឺរឿងស្ថានភាពផ្ទៃក្នុងហ្នឹងហាក់ដូចជាឈរល្វែងនៅក្នុងការដោះស្រាយបញ្ហាអញ្ចឹងហើយលោកសំរងស៊ីនៅតែជាក្តីសង្ឃឹមបើយើងនិយាយនយោបាយផ្ទៃក្នុងកម្ពុជាអ្នកគ្រប់គ្រងលោកសំរងស៊ីនៅមានភាគច្រើននៅឡើយដែរនៅមានភាគច្រើនបើសិនជាក្នុងករណីលោកសំរងស៊ីអាចមានលទ្ធភាពត្រឡប់មកកម្ពុជាវិញហើយក្នុងស្ថានភាពមួយដែលជាពិសេសបើសិនជាអាចមានការចរចាដើម្បីរួបរวมដោះស្រាយបញ្ហានយោបាយផ្ទៃក្នុងផងហើយរួមគ្នាដើម្បីទប់ជាមួយនឹងការឈ្លានពានរបស់ថៃផងខ្ញុំគិតថាជារឿងឈ្នះរបស់ជាតិបាទជារឿងឈ្នះលើកនេះគឺឈ្នះទាំងការទប់ជាមួយនឹងសត្រូវរួមឈ្នះទាំងការបង្រួបបង្រួមហើយបង្រួបបង្រួមនេះគឺមិនមែនមករួមឲ្យគណៈបកប្រឆាំងហ្នឹងមកនៅក្រោមគណៈបកកណ្ដាលអំណាចទេមិនមានន័យថាអញ្ចឹងទេណាគឺបង្រួបបង្រួមធ្វើម៉េចជាក្នុងនាមជាកិច្ចសហប្រតិបត្តិការឬក៏ជាកិច្ចសហការនៅក្នុងការទប់ជាមួយនឹងការឈ្លានពានឬក៏សត្រូវរួមយើងនិយាយស្រួលស្ដាប់ហើយទន្ទឹមនឹងនោះក៏អាចត្រឡប់ចូលទៅក្នុងសេវាបោះឆ្នោតអីចឹងទៅចាញ់ឈ្នះអាស្រ័យលើពលរដ្ឋជាអ្នកសម្រេចចិត្តណាសំខាន់តែយើងរៀបចំគោលជបរៀបចំការបោះឆ្នោតហ្នឹងឲ្យវាមានយុទ្ធធម៌ដែលអាចគ្រប់ភាគីទទួលយកបានប៉ុណ្ណាអានេះគ្រាន់តែជាទស្សនៈខ្ញុំអ្នកនៅក្រៅសេវៀនទេណាអ្នកនៅក្រៅសេវៀនទេបើសិនជារឿងនឹងកើតឡើងអានឹងខ្ញុំគិតថាវាជារឿងល្អសម្រាប់ជាតិទាំងមូលប៉ុន្តែទោះបីយ៉ាងណាក៏ដោយមកទល់ពេលនេះសម្រាប់ខ្ញុំធ្វើការសន្និដ្ឋានថាដំណើរយុទ្ធសាស្ត្រនឹងហាក់ដូចជារៀងមិនទាន់បន្ស៊ីគ្នានៅឡើយហើយជាពិសេសអ្នកដែលជាអ្នកគ្រប់គ្រងអ្នកខ្លះហ្នឹងនៅក្នុងគណៈបកប្រឆាំងប៉ុន្តែគណៈថាខ្ញុំមិនយល់ដែរទេឃើញបរោះសារជេរបចោនៅប្រចាំអញ្ចឹងទៅប្រឆេះអញ្ចឹងទៅណាអាហ្នឹងខ្ញុំមិនដឹងទេប៉ុន្តែគ្រាន់ថាសម្រាប់ខ្ញុំក៏ឃើញថាគណៈបកប្រឆាំងហ្នឹងក៏ឃើញមានកម្រើកដែរជាពិសេសកម្រើកឲ្យមានសញ្ញានៅក្នុងការរួបរวมដើម្បីទប់ទល់ជាមួយនឹងសត្រូវរួមអាហ្នឹងខ្ញុំគ្រប់គ្រងខ្ញុំសរសើរបើសិនជាអាចកើតមានឡើងអាហ្នឹងវាជារឿងឈ្នះសម្រាប់ជាតិសម្រាប់ពលរដ្ឋប៉ុន្តែมันអាចកើតឡើងទេអាហ្នឹងវាអាស្រ័យទៅលើថាតើគណៈបកប្រឆាំងជាមួយនឹងគណៈបកកណ្ដាលអំណាចហ្នឹងរកវិធីបែបណាឬក៏គណៈបកប្រឆាំងមានយុទ្ធសាស្ត្របែបណាដើម្បីបាច់ត្រឡប់ទៅក្នុងសាវៀននយោបាយកម្ពុជាឡើងវិញសរុបមកខ្ញុំចង់ធ្វើសេចក្តីសន្និដ្ឋានថាមកដល់ពេលនេះ
ស្ថានភាពនៃចំនួនកម្ពុជាថៃកម្ដៅវានៅឡើងនៅឡើយហើយចាំមើលស្អែកខាងស្អែកនេះនឹងមានអីកើតឡើងហើយបើសិនជាក្នុងករណីលោកនាយករដ្ឋមន្ត្រីអតីតនាយករដ្ឋមន្ត្រីនៅបញ្ចេញសារនៃទំនាក់ទំនងលោកតាស៊ីននឹងជួបគ្រោះធំហើយប្រហែលជាអាចមានស្ថានភាពមានការដកទូតអីពីដកទូតថៃពីកម្ពុជាដកទូតពីថៃជាដើមឡើងចាំរហូតដល់មានរដ្ឋាភិបាលថ្មីអីជាដើមចឹងទៅអាហ្នឹងខ្ញុំគិតថាចាំមើលតើស្អែកខាងស្អែកហ្នឹងនឹងមានអីកើតឡើងហើយកម្ដៅនៅតាមព្រំដែនហ្នឹងក៏កាន់តែកើនឡើងដែរជាពិសេសបងប្អូនខ្មែរដែលនៅតាមព្រំដែនមេត្តាត្រៀមដោយមានការប្រុងប្រយ័ត្នខ្ពស់ហើយអ្វីដែលសំខាន់ហ្នឹងគឺសម្រាប់ខ្ញុំជម្រើសដែលល្អបំផុតហ្នឹងគឺការត្រឡប់មកចរចាទ្វេភាគីខ្ញុំគិតថាទោះបីក្នុងស្ថានភាពបែបណាក៏ដោយទោះបីពលរដ្ឋថៃឬក៏ជារួមជនជាតិថៃទាំងមូលហ្នឹងនៅមានចិត្តមាក់ងាយកម្ពុជាក៏ដោយណាខ្ញុំថារឿងលើកនេះនឹងធ្វើឲ្យថៃស្គាល់ខ្មែរកាន់តែច្បាស់ស្គាល់អីទៅជាលទ្ធផលនៃការមាក់ងាយជនជាតិដទៃស្គាល់អីទៅថាជាការរៀនប្រវត្តិសាស្ត្រខុសណាបើនិយាយបើវងកញ្ចក់បន្តិចទៀតទេបើសិននិយាយពីរឿងប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ាននេះវាពិបាកនៅក្នុងការបែងចែកណាបើយើងនិយាយពីមុនសម័យអង្គរនោះគឺទឹកដីខ្មែរហ្នឹងលាតសន្ធឹងទៅដល់អយុធ្យាទៅដល់សុខូថៃនោះជាប់ព្រំដែនជាងម៉ៃនោះប៉ុន្តែសួរតែយើងទៅទៀមទាយកទឹកដីយើងពីសម័យអង្គរនោះមកបានទេវាអត់បានទេព្រោះវាឆ្លងកាត់ណាសម័យអាណានិគមហើយជាពិសេសហ្នឹងគឺសន្ធិសញ្ញាបារាំងសៀម1904 1907คล้ายទៅជាតួអង្គនៃការកាត់សេចក្តីកំណត់ព្រំដែនរវាងថៃកម្ពុជាទៅហើយខាងវៀតណាមនោះក៏មានដែរខាងវៀតណាមក៏មានដែរអញ្ចឹងហើយវាឆ្លងកាត់ប្រវត្តិសាស្ត្រច្រើនឆ្លងកាត់អីច្រើនណាស់ដែលយើងនៅតែសំខាន់តែយើងចងទំនាក់ទំនងរវាងបងប្អូនដែលពីអតីតកាលហ្នឹងដោយរបៀបណា